ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំបាទរីអូតូស៊ីថ្ងៃនេះដែរខ្ញុំនឹងមកបន្តសម្រាយរឿងអ្នកដឹកជញ្ជូនមកពីមូរិនបន្តទៀតក៏ប៉ុន្តែមុននឹងឈានដល់ការសម្រាយរឿងរបស់ខ្ញុំបាទអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច like subscribe អ្នកមួយផងដើម្បីជាកម្លាំងចិត្តដើម្បីឲ្យខ្ញុំធ្វើរឿងបន្តទៀតសាច់រឿងចាប់ផ្ដើមឡើងជាមួយក្មេងស្រីដ៏ស្រស់ស្អាតម្នាក់ឈ្មោះគីមជីងអ៊ុននាងបានមកដាក់ពាក្យធ្វើការក្រៅម៉ោងនៅក្នុងហាងមីខ្មៅរបស់ស៊ុនថេនាងរៀបរាប់ថានាងទើបតែរៀនចប់មហាវិទ្យាល័យហើយនាងមានអាយុ23ឆ្នាំហើយកំពុងរកការងារធ្វើដោយសារហាងកំពុងតែខ្វះមនុស្សផងប្រពន្ធស៊ុនថេក៏បានយល់ព្រមទទួលនាងធ្វើការភ្លាមតែម្ដងដោយមិនបាច់សម្ភាសន៍នោះទេគ្រាន់តែចូលធ្វើការភ្លាមជីងអូនបានសម្លឹងមើលកាងស៊ូដែលជាអ្នកដឹកជញ្ជូននាងលួចសរសើរក្នុងចិត្តថាបងប្រុសម្នាក់នេះមើលទៅសង្ហាណាស់ក៏ប៉ុន្តែចំណុចដែលគួរឲ្យចាប់អារម្មណ៍នោះគឺកាំងស៊ូមិនត្រឹមតែមើលឃើញតែសម្រស់របស់នាងឡើយគេបានដឹងថាជីងអ៊ុនមានអូរ៉ាខ្លាំងខុសពីមនុស្សធម្មតាដែលមិនគួរមកធ្វើការធម្មតាបែបនេះតតែសោះគេលួចគិតក្នុងចិត្តថាក្មេងស្រីម្នាក់នេះប្រកាសជាមានរឿងរ៉ាវអាថ៌កំបាំងមិនខាននៅក្នុងអំឡុងពេលធ្វើការជីងអ៊ុនប្លែកចិត្តយ៉ាងខ្លាំងព្រោះហាងនេះមានម៉ូយច្រើនលើសពីការរំពឹងទុករបស់នាងជាពិសេសនោះគឺល្បឿននៃការដឹកជញ្ជូនរបស់កាំងស៊ូគឺលឿនដូចហោះតែម្ដងដល់ពេលសម្រាប់ប្រពន្ធស៊ុនថេបានប្រើឲ្យកាំងស៊ូទៅទទួលក្មួយតូចរបស់គេគឺហាន់យ៉ាងនៅសាលារៀនជីងអ៊ុនក៏ទទូចសុំប្រពន្ធស៊ុនថេទៅដែរព្រោះនាងចង់ស្គាល់កូនស្រីម្ចាស់ហាងមួយនេះផងដែរនៅតាមផ្លូវធំក្រោមដំណក់ទឹកភ្លៀងជីងអ៊ុនបានហៅស៊ុនថេថាអូប៉ានិងបានសំណេះសំណាលគ្នាបានណែនាំខ្លួនថានាងមានឈ្មោះថាគីមចុងអ៊ុនមានអាយុ23ឆ្នាំចំណែកឯកាំងស៊ូវិញគេបានប្រាប់នាងថាគេមានអាយុ35ឆ្នាំហើយធ្វើឲ្យនាងភ្ញាក់ផ្អើលរហូតដល់ស្ទើរតែធ្លាក់ថ្លើមព្រោះមុខរបស់គេមើលទៅដូចជាក្មេងអាយុ20ឆ្នាំអញ្ចឹងនៅពេលដល់សាលារឿងកាន់តែជក់ចិត្តបន្ថែមទៀតនោះគឺជីងអ៊ុនបានជួបជាមួយអ្នកគ្រូនៅទីនេះហើយអ្នកគ្រូនៅទីនេះបានហៅនាងថាសូរ៉ានិងសួរអំពីភារកិច្ចនៅក្នុងហ្គារបស់នាងតាមពិតទៅជីងអ៊ុនឬសូរ៉ានេះគឺជា Hunter ឬសមាជិកហ្គាដ៏មានឥទ្ធិពលម្នាក់ដែលកំពុងខ្លាយបន្លំអត្តសញ្ញាណប័ណ្ណមកធ្វើការនៅហាងមីខ្មៅដើម្បីតាមដានអ្វីមួយឬប្រហែលជាតាមដានតួឯកប្រុសយើងនឹងឯងនាងភ័យស្លន់ស្លោខ្លាំងណាស់ខ្លាចកាំងស៊ូដឹងពីការពិតក៏ប្រញាប់រុញអ្នកគ្រូចេញទៅបាត់ទៅនៅពេលដែលពួកគេទាំង3នាក់បានចេញពីសាលារបស់ហាយ៉ាងពួកគេទាំង3នាក់បានសំណេះសំណាលគ្នាបណ្ដើរនិងជជែកគ្នារឿងជាច្រើននៅពេលនោះដែរហាយ៉ាងបានប្រទះឃើញនៅសត្វតូចនៅតាមđườngហែមមួយដែលមើលទៅវាដូចជាកណ្ដុរកំពុងតែដេកញ័រទៅត្រើតនៅក្បែរធុងសម្រាមហាយ៉ាងបានហៅវាថាកណ្ដុរតូចក៏ប៉ុន្តែនៅពេលដែលកាំងស៊ូបានចាប់វាយកមកដាក់នៅបាតដៃជីងអ៊ុនបែរជាមានទឹកមុខមាំនិងប្រាប់ទៅកាំងស៊ូទាំងមើងម៉ាត់ថានេះមិនមែនជាកណ្ដុរធម្មតានោះទេវាគឺជាដងចិនរ៉េតបកប្រែជាខ្មែរគឺកណ្ដុររស់នៅក្នុងគុកងងឹតហើយវាគឺជាសត្វដែលរស់នៅក្នុងគុកងងឹតឬជាសត្វបិសាចដែលលេចឡើងទៅតាមហ្គេតតំបន់គ្រោះថ្នាក់បំផុតនាងបានបញ្យល់បន្តទៀតថាទោះបីជាវារស់នៅក្នុងគុកងងឹតមែនក៏ប៉ុន្តែវាមិនមែនជាសត្វបិសាចកំណាចនោះទេព្រោះវាមិនអាចបង្កគ្រោះថ្នាក់ដល់មនុស្សឡើយផ្ទុយទៅវិញវាមានសមត្ថភាពពិសេសក្នុងការហិតក្លិននិងដឹងមុនពីវត្តមានរបស់សត្វបិសាចកំណាចហើយវាក៏អាចគេចខ្លួនទៅតាមអ្វីដែលវានឹកឃើញផងដែរដោយសារតែរូបរាងដ៏គួរឲ្យស្រឡាញ់និងសមត្ថភាពពិសេសក្នុងការការពារបែបនេះទើបពពួក Hunter មួយចំនួនចូលចិត្តចិញ្ចឹមវាធ្វើជាមិត្តហើយជីងអ៊ុនបានសន្និដ្ឋានថាមើលទៅវាប្រហែលជាលួចតាមម្ចាស់របស់វាចូលទៅក្នុងគុកងងឹតហើយក៏មានរបួសធ្ងន់ធ្ងរបែបនេះនឹងឯងនៅពេលដែលហាយ៉ាងឃើញសត្វតូចនេះដេកញ័រតែត្រើតចិត្តនឹងស្លាប់ក្មួយស្រីហាយ៉ាងក៏យំខ្សឹបខ្សួរសូមឲ្យលពូរបស់គេជួយសង្គ្រោះវាផងនៅគ្រានោះឯងកៅភ្នែករបស់កាំងស៊ូក៏ប្រែជាមុតស្រួចរូបភាពការពីអតីតកាលនៅក្នុងពិភពម៉ូរិនក៏លេចឡើងនៅក្នុងខួរក្បាលរបស់គេនៅកាលពីមុនគេគឺជាឃាតករដែលមានដៃប្រឡាក់ទៅដោយឈាមសម្រាប់មនុស្សដូចស្រមោចក៏ប៉ុន្តែនៅពេលនេះវិញគេបានតាំងចិត្តថានឹងស្រឡាញ់រាល់ជីវិតទាំងអស់នៅលើពិភពលោកមួយនេះហើយគេបានតាំងចិត្តទៀតថាគេមិនអាចបណ្ដោយឲ្យជីវិតតូចបែបនេះរលត់ទៅដោយមិនបានជួយសង្គ្រោះនោះទេកាំងស៊ូក៏សម្រេចចិត្តប្រើកម្លាំងឈីរបស់គេដើម្បីទប់នឹងចរន្តឈាមរបស់វាបណ្ដោះអាសន្នសិនចំណែកឯជីងអ៊ុនវិញលួចភ្ញាក់ផ្អើលក្នុងចិត្ត
ដែលឃើញកាំងស៊ូមានធម្មពលចម្លែកបែបនេះពួកគេទាំង3នាក់បានដើរត្រឡប់មកហាងមីខ្មៅទាំងទឹកមុខស្រន់ស្លោបំផុតហើយនៅពេលដែលពួកគេទាំង3នាក់បានមកដល់ហាងប្រពន្ធស៊ុនថេនិងស៊ុនថេស្រន់ស្លោខ្លាំងណាស់ចៃដន្យអីស្រាប់តែមានអតិថិជន2នាក់ដើរមកក្នុងហាងមួយនេះហើយពួកគេទាំង2នាក់គឺជាសមាជិកនៃសមាគម Hunter ម្នាក់ក្នុងចំណោមនោះគឺជា Healer ដ៏ល្បីឈ្មោះម្នាក់គេបានចូលមកពិនិត្យមើលសត្វកណ្ដុរនោះហើយសរសើរក្នុងចិត្តថាតើអ្នកណាគឺជាអ្នកជួយសង្គ្រោះបឋមឲ្យទៅវាធ្វើវាបានល្អខ្លាំងណាស់បន្ទាប់មកគេបានប្រើកម្លាំងអូរ៉ារបស់គេព្យាបាលរបួសសត្វតូចនោះភ្លាមគ្រាន់តែមួយប្រពេចភ្នែកប៉ុណ្ណោះធ្វើឲ្យសត្វតូចនោះដឹងខ្លួនហើយស្រែកសម្លេងតិចធ្វើឲ្យហាយ៉ុងសប្បាយចិត្តយ៉ាងខ្លាំងកាំងស៊ូលួចកោតសរសើរក្នុងចិត្តថាធម្មពលរបស់មនុស្សក្នុងពិភពលោកនេះគឺពិតជាមិនធម្មតាមែនរឿងរ៉ាវហាក់បីដូចជាបញ្ចប់ទៅដោយរីករាយក៏ប៉ុន្តែនៅពេលដែលយប់ជ្រៅមួយបានកើតឡើងក្នុងផ្ទះរបស់គេកណ្ដុរតូចនោះស្រាប់តែមានអាកប្បកិរិយាចម្លែកវាបញ្ចេញធម្មពលស្វាយដ៏ខ្មៅងងឹតចេញពីខ្លួនហើយព្យាយាមចង្អុលបង្ហាញផ្លូវទៅកាន់កន្លែងមួយដោយសារការសង្ស័យពេកកាំងស៊ូក៏សម្រេចចិត្តឆ្ពោះទៅតាមវាទាំងយប់ជ្រៅសត្វតូចនោះបាននាំផ្លូវគេទៅកាន់ផ្លូវមួយដែលស្ងាត់បំផុតហើយអ្វីដែលនៅចំពោះមុខកាំងស៊ូនោះគឺហ្គេតដ៏ធំមួយកំពុងតែបើកចំហពាក់កណ្ដាលក្រុងវាមានពណ៌ស្វាយដ៏គួរឲ្យខ្លាចនិងមានធម្មពលបិសាចបក់បោកចេញមកយ៉ាងខ្លាំងនៅខាងក្នុងនោះគឺមាន Hunter មួយក្រុមតូចកំពុងតែឡោមព័ទ្ធទៅដោយពពួកបិសាចគ្រោងឆ្អឹងនិងពពួកបិសាច Undead រាប់ម៉ឺនក្បាលស្ថានភាពនៅខាងក្នុងនោះគឺអាក្រក់ខ្លាំងណាស់មេក្រុមបានស្រែកទាំងអស់សង្ឃឹមថាចង្រៃយោតើយើងត្រូវស្លាប់នៅទីនេះមែនដែរឬទេ Hunter ស្រីម្នាក់ទៀតដែលជាអ្នកប្រើវេទមន្តក៏អស់កម្លាំងរលីងនាងយំប្រាប់ថាខ្លួនលែងអាចទប់ទល់បានទៀតហើយពួកគេបានត្រឹមតែនិយាយពាក្យលាគ្នានិងសង្ឃឹមថានៅជាតិខាងក្រោយទៀតនឹងបានជួបគ្នាជារៀងរហូតក៏ប៉ុន្តែនៅគណៈពេលដែលពន្លឺនៃក្តីសង្ឃឹមចិត្តនឹងរលត់បាត់ទៅហើយស្រាប់តែមានពន្លឺពណ៌ខៀវស្រងាត់មួយបានបាញ់ជះទៅរកវងបិសាចពពួកបិសាចធ្លាប់តែខ្លាំងពូកែបែកជាត្រូវស្ទេចត្រឹមតែមួយប្រពេចភ្នែកប៉ុណ្ណោះក្រុម Hunter ភ័យផងអរផងមិនដឹងថាមានរឿងអ្វីកើតឡើងនោះទេពួកគេបានឮសំឡេងសត្វកណ្ដុរតូចស្រែកឡើងហើយភ្លាមនោះតួប្រុសរបស់យើងគឺលោកពូកាំងស៊ូបានហោះមកដល់កណ្ដាលចំណោមបិសាចទាំងនោះដូចជាអាទិទេពអញ្ចឹងកាំងស៊ូសម្លឹងមើលវងបិសាចទាំងនោះដោយកែវភ្នែកត្រជាក់ស្រេបហើយភ្លាមនោះគេក៏បានប្រទះឃើញនៅដាវមួយធ្លាក់នៅក្បែរសាកសព Hunter ម្នាក់ដែលបានបាត់បង់ជីវិតកាំងស៊ូក៏ចាប់ដាវនោះឡើងនិងបញ្ចេញកម្លាំងឈីពណ៌ខៀវយ៉ាងខ្លាំងក្លាគ្របដណ្ដប់ដាវនោះរួចនិយាយទាំងត្រជាក់ថាខ្ញុំសូមខ្ចីដាវនេះសិនហើយខ្ញុំនឹងសងសឹកជំនួសអ្នកគ្រាន់តែកាំងស៊ូក្រវាសដាវមួយដងប៉ុណ្ណោះរលកធាតុអាកាសបានកាត់ដាច់ខ្លួនបិសាចរាប់សិបក្បាលក្នុងពេលតែមួយនេះហើយគឺជាកម្លាំងកម្ពូលនៅក្នុងពិភពមូរិនរបស់គេហើយនៅពេលដែលកាំងស៊ូបានសម្លាប់ពួកអាចក់អចែមអស់ហើយខ្លោងទ្វារមេបិសាចបានបង្ហាញខ្លួននៅចំពោះមុខកាំងស៊ូតែម្ដងនៅពេលដែលកាំងស៊ូបានបើកទ្វារនោះគេបានប្រទះឃើញនៅមេបិសាចម្នាក់វាគឺជាណែកមេបិសាចនោះវាមានសន្តានដូចជាកាន់ក្បាលរបស់ខ្លួនឯងនៅក្នុងដៃហើយឈ្មោះរបស់វាគឺ Dolaham វាបានស្រែកដាក់កាំងស៊ូថាអាមនុស្សល្ងងឯហ៊ានចូលមកក្នុងទីតាំងរបស់យើងផងឬក៏ប៉ុន្តែកាំងស៊ូបែកជានិយាយទៅវិញថាឯងមើលទៅគឺប្លែកភ្នែកគ្រាន់បើដែរតាមេបិសាចនោះគឺខឹងខ្លាំងណាស់ក៏ស្ទុះមកវាយប្រហារកាំងស៊ូក៏ប៉ុន្តែកាំងស៊ូលឿនជាងគេទៅទៀតគេបានរកឃើញចំណុចខ្សោយរបស់វាគឺនៅក្បាលដែលវាកាន់ក្នុងដៃហើយនៅពេលនោះដែរកាំងស៊ូក៏បានកាត់ផ្ដាច់មេបិសាចនោះជាពីរធ្វើឲ្យវាស្លាប់បាត់បង់ជីវិតបាត់ទៅហើយអ្វីដែលបានធ្លាក់ចេញពីវានោះគឺ Magic Stone ដ៏មានតម្លៃមួយក្រោយពីបានកម្ចាត់បិសាចអស់ហើយកាំងស៊ូក៏បានដាស់តឿនសត្វតូចនោះឲ្យទៅរកម្ចាស់របស់វាវិញមុនពេល Gate នោះត្រូវបានបិទ Hunter ដែលបានរស់រានមានជីវិតបានត្រឹមតែឈរគិតទាំងមានចម្ងល់ថាតើអ្នកណាជាអ្នកជួយសង្គ្រោះពួកគេទៅតើជា Hunter S Rank ឬក៏ជា Zero Awaken នៅក្នុងព្រៃនិទាននោះទៅនៅពេលដែលពួក Hunter មួយក្រុមតូចនោះកំពុងតែឆ្ងល់សត្វកណ្ដុរតូចក៏បានរត់មកដល់កន្លែងគេល្មមហើយក៏បានចង្អុលប្រាប់ផ្លូវទៅកាន់ពួកគេទាំងអស់ឲ្យទៅរកម្ចាស់ខ្លួនរឿងរ៉ាវបញ្ចប់ទៅដោយភាពកំសត់បន្តិចព្រោះសត្វកណ្ដុរតូចបានរត់ចេញពី Gate នោះទាំងខ្លួនទៅទឹកជោកព្រោះភ្លៀងហើយវានៅតែព្យាយាមរកម្ចាស់របស់វាមានឈ្មោះថាសុកហ៊ុនដែលបានបាត់បង់ជីវិតនៅក្នុង
គុកងងឹតនោះបាត់ទៅហើយវាបានអង្គុយញ័រតត្រើតនៅក្បែរជញ្ជាំងទាំងទឹកមុខក្រៀមក្រំបំផុតហើយនៅពេលនោះដែរយើងឃើញនៅសាមោមនុស្សម្នាក់កំពុងឈរនៅចំពោះមុខរបស់វាចឹងហើយរឿងហ្នឹងសូមបញ្ចប់ត្រឹមប៉ុណ្្នឹងសិនហើយពីខ្ញុំបាទឌីវតូស៊ីជម្រាបលា